នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីតិចនិចនិងវិធីសាស្ត្រមួយដែលយើងអាចដាក់អក្សរនៅពីក្រោយក្នុងបានដោយងាយស្រួលខ្លាំងមែនទែនដោយយើងពុំចាំបាច់ទៅធ្វើនៅលើកម្មវិធីកាត់តវីដេអូឬក៏កាត់តរូបភាពណាមួយដែលវាធ្វើឲ្យយើងពិបាកក្នុងការដែលយើងស្រាវជ្រាវឬក៏កាត់តដាក់ប្លង់ពីនេះទៅនោះអញ្ចឹងទៅវាពិបាកខ្លាំងមែនទែនដូច្នេះខ្ញុំនឹងបង្ហាញដល់បងប្អូនគ្នានៅក្នុងវីដេអូនេះអំពីការដាក់អក្សរនៅពីក្រោយក្នុងដោយងាយខ្លាំងមែនទែនដែលបងប្អូនគ្រាន់តែ download នៅកម្មវិធី Tech Behind នេះមកបន្តមកទៀតបងប្អូនយកមក install នៅលើទូរស័ព្ទដៃហើយបងប្អូន select រូបភាពចូលបន្ទាប់មកបងប្អូនគ្រាន់តែសរសេរអក្សរចូលគឺជាការស្រេចបានអញ្ចឹងដើម្បីចង់ដឹងថាការធ្វើបែបណាដំណើរការវាបែបណានោះតោះទៅតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នានៅក្នុងទូរស័ព្ទដៃបាទជំហានដំបូងបងប្អូនត្រូវមាន app មួយឈ្មោះថា Tech Behind បាទគឺជា app មួយដែលយើងអាចសរសេរអក្សរនៅពីខាងក្រោយក្នុងបានហើយបើសិនជាបងប្អូនមានទេបងប្អូនអាចទៅ download បាននៅក្នុង App Store ឬក៏ Play Store បន្តមកទៀតបងប្អូនចូលមកក្នុងកម្មវិធី download មកបងប្អូនទៅវាកន្លែង search ថា Tech Behind បាទ Tech Behind AI អញ្ចឹងទៅអញ្ចឹងបងប្អូនវាតាមខ្ញុំមកវាពាក្យថា Tech Behind ហ្នឹងបន្តមកទៀតបងប្អូននឹងឃើញរូប logo បែបនេះដែលដាក់អក្សរថា Tech Behind AI ហ្នឹងបងប្អូនគ្រាន់តែ download វាទុកឬក៏ដំឡើងវាទុកនៅក្នុងទូរស័ព្ទដៃគឺជាការស្រេចបន្តមកទៀតបងប្អូនចេញពីក្នុងកម្មវិធីហ្នឹងមកបងប្អូនចូលទៅក្នុងកម្មវិធី Tech Behind តែម្ដងមកបងប្អូនបាទហើយចូលមកដល់កន្លែងនេះវាមាន4 option អញ្ចឹងខ្ញុំគ្រាន់តែមកបង្ហាញដល់បងប្អូនគ្នាអំពីការដាក់អក្សរនៅពីក្រោយខ្នងអញ្ចឹងបងប្អូនយកកន្លែងថា AI Tech Behind ហ្នឹងមកបន្តមកទៀតចូលមកដល់កន្លែងនេះគឺជាកន្លែងមួយដែលយើងអាចនឹងទៅសេអក្សរនៅពីក្រោយខ្នងបានហើយខ្ញុំមកប្រាប់បងប្អូនម្ដងមួយដើម្បីបងប្អូនបានយល់បាទនៅកន្លែង text នេះគឺជាកន្លែងដែលយើងសេអក្សរបាទអញ្ចឹងកន្លែងនេះអូខេបងប្អូនទៅសេអក្សរអញ្ចឹងទៅក៏បានដែរបាទបន្ទាប់មកទៀតនៅកន្លែង font នេះគឺបងប្អូនអាចដូរជា font អីក៏បាននេះណាអាចបដូរជា font អីក៏បានដែរហើយមកដល់កន្លែង color នេះបងប្អូនស្រឡាញ់ពណ៌អីក៏បានដែរនេះឃើញទេវា load បែបនេះបាទអញ្ចឹងខ្ញុំសូមបដូរទៅពណ៌សវិញធម្មតាហើយចូលមកដល់កន្លែងនេះគឺជាកន្លែង blur គឺជាកន្លែង blur ដែលយើងសេរីទៅលើ background អញ្ចឹងណាបងប្អូនបាននេះឃើញទេអញ្ចឹងដើម្បីយើងអាចធ្វើទៅបានបងប្អូនអាចទៅ select យករូបរបស់បងប្អូនមួយមកអញ្ចឹងខ្ញុំសូមធ្វើការទៅឧទាហរណ៍ដល់បងប្អូនតែម្ដងទៅនេះគឺជាកន្លែងដែលយើងអាចទៅយករូបបានបងប្អូនគ្រាន់តែចូលយកពាក្យថា new image នេះមកបន្តមកទៀតបងប្អូនទៅជ្រើសរើសយករូបណាមួយដែលបងប្អូនពេញចិត្តបាទឥឡូវខ្ញុំសូមយករូបមួយជាឧទាហរណ៍ដល់បងប្អូនអរគ្នាហើយនេះគឺជាអក្សរបាទអញ្ចឹងបងប្អូនឆ្លាញ់អក្សរអីបងប្អូនចូលទៅកន្លែង text នេះមកបាទបន្តមកទៀតបងប្អូនលុបវាធ្វើការលុបវាចោលទៅហើយបងប្អូនវាពាក្យអ្វីក៏បានដែរឲ្យតែបងប្អូនពេញចិត្តឥឡូវខ្ញុំសូមធ្វើការវាអក្សរមួយមកហើយបញ្ជាក់ដែរនៅកន្លែងនេះគឺយើងអាចវាបានតែ5តួទេបងប្អូនបាទតែប្រកាន់ណាយើងលើសពី5តួវាចេញបែបនេះឃើញទេអញ្ចឹងបងប្អូនចូលម្ដងទៀតមកបងប្អូនធ្វើមិនសេរីបើសិនបងប្អូនចង់ដាក់វែងបងប្អូនវាយម្ដង5តួម្ដង5តួទៅបានណាអញ្ចឹងខ្ញុំសូមធ្វើការដាក់ពាក្យថា two sister ប៉ុន្តែខ្ញុំវាយម្ដង2ពាក្យអញ្ចឹងទៅអញ្ចឹងខ្ញុំសូមធ្វើការវាយនៅពាក្យថា two សិនបន្តមកទៀតខ្ញុំសេរីខ្ញុំចង់ឲ្យវាទៅបែបនេះអញ្ចឹងបងប្អូនទៅត្រង់យេហើយដល់យក style បាំងក្បាលក្មេងស្រី2នាក់អញ្ចឹងទៅអញ្ចឹងខ្ញុំសូមធ្វើការបង្រួមវាបន្តិចទៅហើយខ្ញុំបង្ខិតវាបន្តិចអញ្ចឹងណានេះគឺពាក្យថា two បន្តមកទៀត align sister ខ្ញុំនឹងដាក់តមកដល់កន្លែងនេះអញ្ចឹងខ្ញុំសេរីបានហើយខ្ញុំសូមធ្វើការ save មួយសារសិន save ដើម្បីឲ្យវា save បាននៅពាក្យ two អញ្ចឹងបងប្អូនបាទនេះវាលោតនៅពាក្យ success ប៉ុណ្ណឹងមកបងប្អូនយកពាក្យថា okay បន្តមកទៀតបងប្អូនយកពាក្យថា new image ម្ដងទៀតមកបាទវានៅលើគេបងប្អូនគ្រាន់តែ select យករូបនឹងដដែលមកឃើញទេនេះដែលយើងបានសេរីមិញហ្នឹងគឺវាមកនេះហើយពាក្យថ្មីគឺវាកន្លែងនេះអញ្ចឹងបងប្អូនសេរីទំហំទៅឲ្យប៉ិនគ្នាសិនមកបន្តមកទៀតបងប្អូនបន្ថែមពាក្យឲ្យគ្រប់មកឥឡូវខ្ញុំបានពាក្យ two អញ្ចឹងខ្ញុំនៅពាក្យថា sister អញ្ចឹងខ្ញុំចូលទៅកន្លែង text ដដែលមកបន្តមកទៀតខ្ញុំលុបពាក្យ two នឹងចោលទៅខ្ញុំវាពាក្យថា sister បាទអញ្ចឹងបានន័យថាពាក្យពេញរបស់វាគឺខ្ញុំចង់សរសេរពាក្យថា two sister អញ្ចឹងទៅបងប្អូនឃើញទេឥឡូវខ្ញុំបានខ្ញុំយករៀងដកឃ្លាបន្តិចមក two sister ឃើញទេនេះគឺជា style អក្សរបាំងអញ្ចឹងទៅឃើញទេបងប្អូនបាទអញ្ចឹងបន្ទាប់មកបងប្អូនគ្រាន់តែយក style បាំងអញ្ចឹងបងប្អូនយកពាក្យថា save មកបាទអញ្ចឹងតែប៉ុណ្្នឹងគឺជាការស្រេចអញ្ចឹងបងប្អូនអាចចាក់ចេញពីកម្មវិធីនឹងបានបងប្អូនចូលទៅក្នុងកម្មវិធី photo នោះមកដើម្បីយើងទៅមើលរូបដែលយើងបានធ្វើបាញ់មិញហ្នឹងនេះឃើញទេនេះឃើញទេវាបានហើយអ
ចឹងបានន័យថាយើងដាក់អក្សរនៅខាងពីក្រោយរូបមនុស្សឬក៏ពីក្រោយរូបថតរបស់យើងដែលយើងចង់ដាក់ពីក្រោយហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទអញ្ចឹងវីដេអូនេះក៏ឈានចូលមកដល់ទីបញ្ចប់អរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាហើយសង្ឃឹមថាការចែកម្លែកអំពីចំណេះដឹងខ្លីៗដែលខ្ញុំបានចែកម្លែកតាមរយៈវីដេអូរបស់ខ្ញុំនេះគឺជាចំណែកមួយជួយឲ្យបងប្អូនទាំងអស់គ្នាអាចថែមនៅចំណេះដឹងបន្ថែមទៀតបាទកុំភ្លេចចុច like share និង follow ដើម្បីទទួលបាននៅវីដេអូថ្មីៗអំពីការចែកម្លែករបស់ខ្ញុំបាទអរគុណជួបគ្នានៅវីដេអូក្រោយ